ចេញមកពីគ្រូសាអ្នកអត់សំណាងយើងស្ងួតស្ដើងជាងគេបន្តិចតែបើមានឱកាសធ្វើការសុំធ្វើការឲ្យអស់ពីចិត្តទីមួយកុំបោះចោលការខំប្រឹងយើងកើតមកចំគ្រូសាអ្នកអត់មែនសំណាងយើងមានអត់ច្រើនទេហើយបើសិនជាយើងអត់ខំប្រឹងទៀតអានឹងគឺជាសួយធំមែនតើនៅក្នុងជីវិតរបស់យើងចេញពីគ្រួសារនេះតែកុំបោះចោលការខំប្រឹងរបស់យើងអត់សោះគ្រូខ្ញុំក៏ផ្ដាំថាភ្លៀងនៅលើដំបូលផ្ទះអ្នកមានភ្លៀងនោះក៏ធ្លាក់លើដំបូលផ្ទះយើងដែរដំបូលគេធំទឹកផ្ទះគេបបោគេមិនត្រង់ក៏បានដែរប៉ុន្តែដំបូលផ្ទះយើងតូចបើសិនជាយើងខ្នះខ្នែងជាងគេបន្តិចយើងអាចសល់ទឹកខ្លះសម្រាប់ប្រើយើងចេញពីតកូលអ្នកខ្សត់សំណាងយើងគឺស្ងួតស្ដើងជាងគេទៅហើយឱកាសយើងក៏តិចតួចជាងគេដែរប៉ុន្តែបើយើងផ្ដេកផ្ដួលមិនចាប់យកឱកាសតូចទាំងអស់នឹងយើងអត់ខ្វល់